គ្មានចរន្តទឹកចាញ់ចូលហើយអ្វីសភាពទឹកនេះមានពើខៀវតោះបងប្អូនទៅចូលរួមទស្សនានិងយល់ដឹងពីទឹកនេះទាំងអស់គ្នាស្រះទឹកខៀវនៅក្នុងដីគឺជាតំបន់ទេសចរណ៍បែបធម្មជាតិមួយដ៏ទាក់ទាញដែលមានទីតាំងស្ថិតនៅស្រុកបន្ទាយស្រីខេត្តសៀមរាបទីតាំងនេះត្រូវបានគេស្គាល់តាមរយៈស្រះដែលមានពើខៀវស្រងាត់ប្លែកភ្នែកនិងអមទៅដោយទេសភាពព្រៃភ្នំធម្មជាតិយ៉ាងស្រស់ត្រកាលលក្ខណៈពិសេសនៃស្រះទឹកខៀវពណ៌ទឹកប្លែកពីគេទឹកនៅក្នុងស្រះមានពើខៀវថ្លាឆ្វង់ដូចកញ្ចក់ដែលបណ្ដាលមកពីសារធាតុរ៉ែធម្មជាតិនៅក្នុងដីនិងថ្មបាយក្រៀមនៅតំបន់ភ្នំបើយើងមើលទៅទេសភាពនៅតំបន់ភ្នំនេះនិងបរិយាកាសយ៉ាងស្ងប់ស្ងាត់ទីតាំងនេះស្ថិតនៅជិតជើងភ្នំដីនិងមិនឆ្ងាយពីរង្វង់មូលធំស្រុកបន្ទាយស្រីទេដែលអំណោយផលខ្លាំងសម្រាប់អ្នកចូលចិត្តការធ្វើដំណើរលក្ខណៈផ្សងព្រេងនិងការសម្រាកលំហែកាយបែបស្ងប់ស្ងាត់និងជាមួយធម្មជាតិព្រៃព្រឹក្សាតាមជើងភ្នំចំណែកឯតំបន់ប្រវត្តិសាស្ត្រថ្មបាយក្រៀមភ្នំដីនេះគឺជាប្រភពសម្បូរទៅដោយសិលាបាយក្រៀមគុណភាពខ្ពស់ដែលដូនតាខ្មែរលើកមកកាត់យកទៅសាងសង់ប្រាសាទបន្ទាយស្រីនិងល្បីល្បាញមកដល់សប្តាហ៍ថ្ងៃដើម្បីឲ្យបងប្អូនជនរួមជាតិកូនចៅចំនួនក្រោយបានឃើញនិងទស្សនាឥឡូវយើងមកយល់ដឹងពីទឹកនេះមូលហេតុអីបានមានពើខៀវមូលហេតុចម្បងដែលធ្វើឲ្យស្រះទឹកនេះមានពើខៀវស្រងាត់ប្លែកភ្នែកគឺបណ្ដាលមកពីការរលាយនៃសារធាតុរ៉ែនៅក្នុងទឹកនិងប្រតិកម្មពន្លឺព្រះអាទិត្យទីតាំងនេះដើមឡើយជាការដ្ឋានដំឡើងបំបែកថ្មឬកន្លែងជីកយករ៉ែចាស់ដែលបានបន្សល់ទុកនៅរណ្ដៅយ៉ាងជ្រៅរហូតមានទឹកដក់ក្លាយជាស្រះទឹកធំមួយដីនិងថ្មនៅតំបន់ភ្នំដីសម្បូរទៅដោយសារធាតុរ៉ែកំបោរជាទង់ដែងឬស៊ីម៉ង់នៅពេលទឹកលៀងឬទឹកក្រោបដីហូរចូលពេញរណ្ដៅនេះសារធាតុរ៉ែទាំងនោះបានរលាយចូលទឹកក្នុងកម្រិតខ្ពស់សារធាតុរ៉ែទាំងនេះដើរតួជាកញ្ចក់ចម្រោះនិងជះត្រឡប់មកវិញនៅពណ៌ខៀវឬបៃតងខ្ចីភាពថ្លានៃទឹកដោយសារស្រះនេះជាស្រះបិទជិតមិនមានចរន្តទឹកហូរខ្លាំងដូចទន្លេឬស្ទឹងឡើយកត្តានេះហើយធ្វើឲ្យកម្ទេចកំទីឬល្បាប់ផ្សេងកកកុញធ្លាក់ទៅបាត់ក្រោមអស់បន្សល់ទុកតែទឹកដែលថ្លាស្អាតនៅផ្នែកខាងលើដែលងាយស្រួលក្នុងការជះពន្លឺខៀវបានយ៉ាងល្អឃើញទឹកថ្លាឆ្វង់ក៏មានការប្រមានពីខ្ញុំបាទបីជាស្រះទឹកខៀវនៅតំបន់ភ្នំដីមានសម្រស់ស្អាតទាក់ទាញភ្នែកខ្លាំងសម្រាប់ការថតរូបក៏ដោយអ្នកទេសចរមិនត្រូវបានអនុញ្ញាតឲ្យចុះលេងទឹកឬលេងទឹកដាច់ខាតទឹកក្នុងស្រះនោះមានទុកសារធាតុរ៉ែគីមីរ៉ែខ្ពស់ដែលអាចធ្វើឲ្យខូចស្បែកឬភ្នែកហើយជម្រៅទឹកជ្រៅខ្លាំងអមដោយច្រាំងចោតអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបានយ៉ាងងាយស្រួលអរគុណបងប្អូនសម្រាប់ការទស្សនាតាមដានវីដេអូខ្ញុំបាទវីដេអូយើងក៏ដល់ទីបញ្ចប់ក៏មានតែប៉ុណ្ណេះឯងសូមបងប្អូនកុំភ្លេចនឹងចូលទៅជួយ Subscribe YouTube និងfollow page ខ្ញុំអ្នកភួយfollow page ដែលកំពុងមើលនេះបងប្អូនទាំងគ្នាហើយ comment អ្នកមួយតើវីដេអូនេះល្អឬក៏មិនល្អសូម comment ជានៃស្ថាបនាទាំងអស់គ្នាបងប្អូនកុំភ្លេច share អ្នកមួយផងដើម្បីឲ្យបងប្អូនជិតឆ្ងាយបានឃើញបានដឹងណាមកលេងកំសាន្តហើយមកថតរូបថតអីកំណាណាជិបជើងភ្នំព្រៃព្រឹក្សាត្រជាក់ភ្នែកណាបងប្អូនអើយកុំភ្លេចមកលេងទាំងអស់គ្នាផងបាយបាយបងប្អូនទាំងគ្នាជួបគ្នាឱកាសក្រោយនៅវីដេអូក្រោយបាយបាយបងប្អូនទាំងគ្នា